តបងប្អូនពាក្យខ្មែរយើងនិយាយថាស្រួលដូចបកចេកចុះសម្រាប់ភាសាអង់គ្លេសយើងនិយាយថាម៉េចបងប្អូនប្រកាសជានឹកដល់ពាក្យថា it's very easy ឯងបាទវាអត់ខុសទេប៉ុន្តែថ្ងៃនេះខ្ញុំចង់លើកយកនៅ idiom មួយដែលជនបរទេសគេនិយមប្រើហើយយើងប្រើ clear ហ្នឹងទៅគេលយមកដូច native speaker ចឹង clear នោះគឺ a piece of cake បើយើងនិយាយត្រង់ a piece of cake បើយើងបកឲ្យត្រង់បានន័យថានំម្ដុំបាទប៉ុន្តែនៅក្នុងនេះគឺយើងចង់សម្ដៅទៅលើអ្វីមួយដែលងាយស្រួលយើងគិតថាវាងាយស្រួលមែនទែនអញ្ចឹងយើងប្រើ clear a piece of cake ឧទាហរណ៍ថា Don't worry about the exam it's a piece of cake បានន័យថាកុំបារម្ភពីការប្រឡងនឹងពួកឯងវាងាយស្រួលបកជ័យចឹងឬក៏មួយទៀតយើងចង់សួរថា Can you fix my computer តើអ្នកអាចជួសជុលកុំព្យូទ័រខ្ញុំបានទេហើយយើងអាចឆ្លើយថា Sure it's a piece of cake មានន័យថាអត់បញ្ហាបាទវាងាយស្រួលសម្រាប់យើងអញ្ចឹងណាអូខេសម្រាប់បងប្អូនវិញការរៀនភាសាអង់គ្លេសគឺជា a piece of cake ឬក៏ជាការមួយដែលលំបាកខមមិនទាំងអស់គ្នាហើយចូលរួមបង្កើតប្រយោគដោយប្រើ clear a piece of cake ខមមិននៅខាងក្រោមខ្ញុំជួយកែឲ្យ